សុស្ដីបងហួរសុស្ដីអរុនសុស្ដីបងប្រធានអរុនសុស្ដីអ្នកទាំងអស់គ្នាសម្លៀកបំពាក់បងប្រធានថ្ងៃនេះពិតជាស្រស់ស្អាតមែនហើយសិតតែជាម៉ាត់ល្បីរាល់ថ្ងៃសិតតែបែបនេះឯងបាយអ្នកទាំងពីរទៅមុនចាបងនេះមករបស់រាល់សប្តាហ៍ខ្ញុំបានត្រៀមឲ្យបងរួចហើយកាដូរាល់ថ្ងៃពុតរបស់បងក៏ដូចគ្នាដែរមកទៀងពេលសូមអញ្ជើញប្រើប្រាស់ផ្កាស្រស់និងសូកូឡាដែលហាងគេបញ្ជូនមកសូមរាយការណ៍បានទូរស័ព្ទពីសម្ព័ន្ធតកូលឆែរួចហើយបញ្ជាក់ពីការសម្ភាសមួយដំឡៃគឺបងប្រធានជាអ្នកទទួលខុសត្រូវក្នុងការសម្ភាសនេះពេលនេះត្រូវប្រកល់ឲ្យនាងហើយមើលទៅបងប្រធានហួរនេះចិត្តខ្លាចទៅជាបងជំនាញវ៉ាន់ជីងហើយប្រហែលជាខ្លាចទៅជាប្រធានជំនាញហើយអាយ៉ាកំពុងតែមានស្នេហាហើយមើលទៅបងហួរគ្មានសុភមង្គលដូចជានាងទេទេវតាអើយសូមបកុលប្រុសដ៏ល្អម្នាក់ឲ្យខ្ញុំទៅលិតធ្វើការទៅចាវ៉ាន់ឈិញយើងពិតជាស្ញប់ស្ញែងអញខ្លាំងណាស់និយាយអញ្ចឹងមិនអៀនមកទេគេជាថ្នាក់លើនេះហៅថានិយាយអែបអបយើងគ្មានអារម្មណ៍សរសើរគេទេចុះរបស់ញ៉ាំនេះគឺទុកធ្វើអីទៅប្រុសម្នាក់នោះចិត្តស្មន់បន្តិចក៏គ្មានដែរថាមន្ត្រីគ្រាន់ឲ្យលេខាជួយរករបស់ញ៉ាំតាមអ៊ីនធឺណិតតែប៉ុណ្ណោះរាល់ពេលដែលយើងឃើញគេទទួលអំណោយណាគឺរំភើបចិត្តខ្លាំងណាស់គ្រាន់តែឃើញនឹងគឺចង់ក្អួនណែពួកអញនិយាយស្ដីដូចជារហ័សមាត់ពេកហើយណាតែឯងធ្លាប់ឃើញស្នេហាបែបនេះទេមួយនាទីក៏ជួបគ្នាមិនបាននេះដូចជានឹករលឹកគ្នាយំនៅក្នុងបនស័ព្ទអញ្ចឹងនេះទៅផៅថាស្នេហាតើពួកឯងមិនធ្លាប់ឃើញមនុស្សប្រុសរបស់គេទេមែនហើយគេតាក់ទងមកប្រុសរបស់គេជាង3ឆ្នាំទៅហើយកាដូបានជូនមិនតិចទេតែមនុស្សវិញណាមិនអាចមកទទួលគេទេហើយយ៉ាគេរាល់ថ្ងៃចាញ់ចូលធ្វើការសត្វតែមានឡានតខ្លួនគឺមិនបាច់គេមកទទួលនោះទេគេគិតថាមនុស្សប្រុសនោះគ្រាន់តែចង់បានទ្រព្យសម្បត្តិគឺជាមនុស្សក្រីក្រដែលតោងស្រវាមានគ្រាន់តែនេះសម្ដែងនៅចំពោះមុខវ៉ាន់ឈីមិនចាត់ទុកគេជាវត្ថុតិចទៀតទេក្មេងស្រីអ្នកមានស្ដុកស្ដាំមិនដឹងថាចិត្តមនុស្សពុះពុលពូកែបោកប្រាស់ខ្លាចក្រែងតែមានថ្ងៃណាមួយមនុស្សប្រុសរបស់គេនៅខាងក្រៅលួចមានថ្មីគេនៅល្ងងលួចជូតមាត់ឲ្យគេនោះថែមទៀតផងណាដឹងទេអាយ៉ាណាហើយចាស់កូនស្រីតកូនអ្នកស្ដុកស្ដាំអ្នកមានឪពុកម្ដាយជាខ្នងបងឯងអញ្ចឹងបានអ្នកធ្វើការដូចជាពួកយើងអញ្ចឹងវេទនាហើយកុំចេះដឹងរឿងគេច្រើនពេកណាខ្ញុំនិយាយទៅធ្វើការតាណាឲ្យឆាប់ទៅលឿនឡើងឆាប់ទៅវ៉ាន់ឈឹងអាឡូលេងធានកំពុងរវល់ឡាអញនិយាយគ្នាបានទេបងក៏ពោលតែរៀបចំប្រជុំហើយអូនមានបញ្ហាអ្វីដែរទេអូមិនអីទេគឺគ្រាន់តែចង់សួរបងថ្ងៃត្រង់នេះទំនេរឬអត់ពួកយើងញ៉ាំបាយជាមួយគ្នាបានទេត្រូវរងចាំប្រជុំរួចមើលនយោបាយរៀបចំអាហារថ្ងៃត្រង់ដែរទេអូនមានបញ្ហាអីអញ្ចឹងមិនអីទេគ្រាន់តែអូននឹកដល់បងឲ្យប្រញាប់ឡើងទៅដល់ពេលវេលាហើយបាទនរណាគេទេមកអូគឺទូរស័ព្ទរបស់វ៉ាន់ឈិនបាត់ទៅយើងគ្រាន់តែចុះទៅលើយន្តហោះមិនបានឃើញព័ត៌មានទំព័រមុខរបស់ឈីងតៅទាំងអស់គ្នាមានជំនឿចិត្តដើរទៅមួយជំហានដល់មួយជំហានតើមានជំនឿចិត្តដែរទេមានឡនណាយើងបានប្រជុំនៅហៃណានប្រជុំជាមួយអ្នកជំនួញហៃណានជាច្រើនបានសាកសួរពីបុគ្គលិកឆ្នាំជាច្រើនហើយក៏បានសាកសួរបុគ្គលិកយើងទៀតផងជាពិសេសគឺឯងលីងធានទាំងអស់គ្នាសុទ្ធតែចាប់អារម្មណ៍ទៅលើឯងជានិច្ចលេងធានជាអនាគតកុបសារបស់ហួរឡាងគេមិននឹងអាចចាច់ចេញបានទៅខ្ញុំមានលទ្ធផលដូចថ្ងៃនេះសុទ្ធតែពឹងទៅលើនយោបាយបណ្ដុះបណ្ដាលខ្ញុំប្រកាសជាមានចិត្តស្មោះបម្រើដល់ក្រុមហ៊ុនឡនយើងនៅរងចាំពាក្យទាំងអស់នេះនេះគឺជាអ្វីដែលខ្ញុំប្រមូលបានដោយផ្ទាល់តាក់ទងនឹងឯកសាររបស់តកូលឆែនៅសតវត្សទី80គឺជាគ្រួសារពាណិជ្ជកម្មមួយដែលត្រឡប់មកក្នុងស្រុកធ្វើការអភិវឌ្ឍទំហំនៃការជំនួញរបស់ពួកគេគឺតាក់ទងទៅនៅពាណិជ្ជកម្មគឺភោជនីយដ្ឋាននិងសន្តាគារគឺក្រុមហ៊ុននីអារ៉ាន់អាហារ៉ាន់ឯចំណែកខាងអភិវឌ្ឍអចលនទ្រព្យគឺឪពុករបស់ឆែកជីងអ៊ីងឆែលជីងឡុងគឺនៅចំនួនគេចាប់ផ្ដើមនៅដំណើរការពិតប្រាកដខ្ញុំមានបំណងចង់សាកសួរគេម្ដងហើយតែគេចានចោលកាលពីមុននេះខ្ញុំនិងលោកប៉ាខ្ញុំបានទៅជួបគេនៅផ្នែកជំនួយរកស៊ីដូច្នេះគេមិនអាចបដិសេធនឹងខ្ញុំជាដាច់ខាតត្រូវតែធ្វើទស្សនាវដ្តីលើកនេះបានល្អស្គាល់កូនរបស់គេឆែលជីងហ្វាន់ទេ
ខ្ញុំលើកគេថាគេជាកូនប្រុសចាត់សាវ៉ារាល់ថ្ងៃនេះគឺតំណេអត់មានការអ្វីធ្វើទេប៉ុន្តែថ្មីនេះគេនិយាយថាចង់កសាងក្លឹបកាស៊ីណូមួយខ្ញុំមិនដឹងទេតំណេទំនងឪពុកកូនដែលជីងហ្វានហើយនឹងឆែលជីងអ៊ីងមើលទៅគឺមិនចុះសម្រុងគ្នាពួកគេមិនសូវត្រូវគ្នាទេឪពុកកូនគេទាំងពីរគឺជាចំណុចសំខាន់ដែលពេលវេលាព័ត៌មាននៅក្នុងស្រុកប្រមាញ់ដូច្នេះឯងបញ្ញាប់ជ្រៀតចូលទៅក្នុងផ្នែកកូនរបស់គេវារត់តែមានព័ត៌មានល្អបានសួស្តីកញ្ញាឆែលអូននេះសៀមកសូមជើញអង្គុយសូមជើញមកអង្គុយចុះទៅអរគុណកញ្ញាឆែលអរគុណការសម្ភាសរបស់ខ្ញុំកុំនិយាយពាក្យគួរសមអីនាងគឺជាមនុស្សដែលប្រឡូកនៅក្នុងការងារធំហើយខ្ញុំសង្ឃឹមថាសម្ព័ន្ធត្រកូលឆែលហើយនឹងសម្ព័ន្ធហឺឡាននឹងបានសហការគ្នាមិនខានលោកប៉ារបស់ខ្ញុំពីមុនក៏អសាររំលឹកពីអគ្គនាយកឆែលដែរគាត់និយាយថាត្រកូលឆែលគឺជ្រាលជ្រៅមិនអាចប៉ាន់ស្មានបានគឺជាបងខ្ញុំនៅចំនួននេះនាងគួរសមពេកហើយឪពុករបស់នាងប្រហែលឆ្នាំនេះបានកសាងមហាគ្រឹះពាណិជ្ជកម្មដែលដាល់ដោយពន្លឺព្រះអាទិត្យណែនាងមើលទៅមិនអាចខ្ជះខ្ជាយនោះទេខ្ញុំដឹងថានៅបន្តិចទៀតមានការប្រជុំអញ្ចឹងពួកយើងក្តាប់ឱកាសចាប់ផ្ដើមនៅពេលនេះចុះល្អអូយល់នៅឃើញហើយអ្នកដែលមកចូលរួមនិយាយពីយុទ្ធសាស្ត្រស្អីគេនោះតាមមែនទេមែនហើយហេនោះមិនមែនយើងគិតថាពួកយើងទទួលបានគម្រោងការក្រុមហ៊ុនទេសម្ដីនេះមិនអាចនិយាយអញ្ចឹងនោះទេសម្រាប់គម្រោងលំអិតនោះខ្ញុំប្រកាសជាត្រូវជួបអគ្គនាយកឆែលទើបអាចនិយាយបានបច្ចុប្បន្ននេះបងប្អូនអ្នកប្រុសជាច្រើនគោលដៅទិសដៅសុទ្ធតែមិនដូចគ្នាមានអ្នកខ្លះគឺដើម្បីជំនួយតែមានអ្នកខ្លះទៀតនោះគឺដើម្បីយកចិត្តមិត្តស្រីខ្លួនមានអ្នកខ្លះវិញគឺដើម្បីបោកប្រាស់ប្រាក់របស់គ្រួសារខ្លួនមែនដែរទេខ្ញុំត្រូវស្វែងរកពីតម្រូវការរបស់នាយកឆែលរួចហើយទើបសហការគ្នាបានមិនអីទេខ្ញុំគិតថាពួកយើងចាំដោះស្រាយពេលក្រោយចុះអីយ៉ាសម័យនេះអ្នកណាក៏ពិបាកណាស់ដែរតាមមែនទេសូមនាយកឆែលឆ្លៀតឱកាសមានតម្លៃបន្តិចពិភាក្សានឹងពួកខ្ញុំអញ្ចឹងមិនអីទេលោកទៅសួរគេម្នាក់នោះទៅគេដឹងច្រើនជាងខ្ញុំគឺទៅមនុស្សចេតនាបងប្អូនអ្នកទាំងពីរពិតជាល្អខ្ញុំធ្វើជាពុកពិតជាបរាជ័យបើសិនជាកូនប្រុសស្រីខ្ញុំដូចជាអ្នកទាំងពីរនោះខ្ញុំនឹងមានអ្វីបំពេញខ្ញុំយល់ថាអគ្គនាយកឆែលដូចជាកូនសំពេចហើយអ្នកប្រុសឆែលជីងហ្វានជាមនុស្សដែលមានឧត្តមគតិខ្ពង់ខ្ពស់ដែរនាយកឆែលនាយកឆែលញាក់ហើយគេបានស្រួលដែរទេហ្នឹងសំទោសផងខ្ញុំមកចិត្តដេកដួលបែបនេះទៅវិញប៉ុន្តែលោកប៉ារបស់ខ្ញុំនៅមិនដែលបង្រៀនខ្ញុំពីអ្វីដែលហៅថាសុជីវធម៌សៀវភៅអ្វីដែលហៅថាអ្វីដែលហៅថាភាពយន្តត្រូវតែមានការស្វែងយល់ពីអត្ថន័យឆាកជីវិតរបស់មនុស្សនៅក្នុងនោះគឺមានពាក្យមួយម៉ាត់ដែលនិយាយនៅក្នុងនោះអត្ថន័យនៃឆាកជីវិតរបស់មនុស្សគឺប្រើប្រាស់ភាសាភាពយន្តរួចហើយក៏បកស្រាយនៅពាក្យសម្ដីរបស់មនុស្សពីអត្ថន័យកាន់តែជ្រៅរបស់ពាក្យពេចន៍ខ្ញុំមើលទៅតែប្រហែលម៉ាត់នេះក៏ដេកលួស្មានមិនដល់ថានាយកឆែលចំពោះខ្សែភាពយន្តគឺមានការស្វែងយល់ដ៏ជ្រាលជ្រៅដល់កម្រិតនេះសោះជ្រាលជ្រៅពេកហើយជ្រាលជ្រៅពេកហើយតើខ្ញុំយល់អីទៅអាយូខ្ញុំឲ្យប្រាក់ទៅលោកត្រូវតែថតភាពយន្តបន្ទាប់មករកប្រាក់ចំណេញឲ្យខ្ញុំវិញនេះបានហៅថាមានអត្ថន័យបាននាយកឆែលមានភាសាត្រូវប៉ាត់មែនហើយយល់ហើយណាងូតទឹកលេងណាស់នាយកឆែលមានភាសាត្រូវហ្វានធីងមកការិយាល័យជាបន្ទាន់
ឆាប់ជួយទូរស័ព្ទទៅសារព័ត៌មានពេលព្រឹកនេះខ្ញុំត្រូវយកព័ត៌មានផ្សព្វផ្សាយចាប់បានអគ្គនាយកឆែលខ្ញុំពិតជាមិនដឹងថាលោកមិនបានដឹងរឿងនេះទេត្រកូលឈិញពួកយើងមានច្រើនចំនួនហើយធ្វើចំនួនត្រឹមត្រូវមើលទៅគេឈួតហើយចាហើដោយសារគ្មានអ្នកជជែកលេងនឹងពួកវានិយាយគ្នាត្រីក៏ត្រូវការជជែកគ្នាដែរកុំថាឡើយត្រីទោះជារុក្ខជាតិក៏គេត្រូវការស្រឡាញ់ពីមនុស្សព្រមទាំងការនិយាយស្ដីបងហូចាត់ទុកត្រីទាំងអស់នេះជាវត្ថុទិព្វមើលមិនដឹងថាពួកវាគ្រប់ក្បាលគឺសុទ្ធតែមានរូបរាងធុញថប់ជាស្រាប់ទៅហើយណែកុំប៉ះពាល់ត្រីរបស់ខ្ញុំពាក្យចាស់លោកពលថាមិនមែនត្រីខ្ញុំមើលទៅត្រីនេះមានគ្រោះកំណាចធំណាស់លោកដឹងថាត្រីជាអ្វីដែរទេត្រីទំនេរបងប្រុសហេតុអីក៏បងចូលមកអស់ហ្វីរបស់គេបើកបងឃើញត្រីតានេះជិតស្លាប់ហើយក៏មកពិនិត្យបន្តិចទៅចំណុចដែរសុំទៅផាំបងហូទ្វារបន្ទប់នេះបើស្រាប់តើត្រីទាំងអស់នេះជិតស្លាប់ហើយយ៉ាបងប្រុសកុំវាយតម្លៃលើត្រីរបស់ថ្នាក់លើរបស់ខ្ញុំបានទេថ្នាក់លើស្រីគឺជាសត្វប្រភេទម្យ៉ាងដែលពិបាកបំរើបំផុតនៅក្នុងលោកនេះពួកឯងគួរតែបញ្ញារៀបការទៅរងចាំពួកឯងរៀបការរួចហើយគឺមិនចាំបាច់អត់ទ្រាំនឹងកំហឹងរបស់គេនោះទេតែត្រូវការនិយាយខាងធានេះដែរទេឲ្យទាំងអស់គ្នាស្ដាប់ត្រូវការក៏បានដែរបងមិនធ្វើការទេក្រុមហ៊ុនមានលីងធានហើយនឹងប៉ាបងប្រកាសជាមានសេរីភាពបន្តិចហើយមិនហើយបន្តិចទៀតលីងធាននឹងមកបងអាចទទួលឯងត្រឡប់ទៅផ្ទះពួកឯងទៅពីរអាចជួបជុំគ្នាច្រើនតែមិនមែនណាធ្វើឲ្យរំភើបបន្តិចតាលីងធានសុំទៅផងថ្ងៃត្រង់នេះបងពិតជាមានការសំខាន់មិនបានមកដូច្នេះហើយទើបបងមកទទួលអូនជាពិសេសចុះត្រូវចាំធ្វើរឹកបន្តិចទៅបងក៏មិនធ្លាប់មានស្នេហាដែរសម្អាងអីថាឲ្យខ្ញុំនោះតែយើងណែសម្អាងលើបងគឺជាបងប្រុសរបស់ឯងរហូតប្រកាសជាត្រូវការពារឯងនៅពីក្រៅខ្នងហើយអាយ៉ានណាគេអីក៏ក្អេងក្អាងខ្លាំងម្ល៉េះជាកូនប្រុសដែលមានកូនប្រុសដែលមានបែបនេះនៅប្រទេសចិនគេហៅថាក្អេងក្អាងហើយណែមនុស្សម្នាក់ឯងកុំវាយតម្លៃមនុស្សគ្រប់គ្នាយើងមិនមែនជាកូនប្រុសដែលមានប្រភេទនេះទេលោកដូចជាកូនរបស់ឆាជីអ៊ីងឆាជីងហ្វាងណែហ្វាន់ជីនអូមិនអីទេលីធានសហការជាមួយយើងត្រឡប់ទៅធ្វើបានគឺម្ដងយ៉ាម៉េចត្រៀមហើយនៅរួចហើយបានដាក់ក្បាលចេញខាងក្រៅចាប់5បាញ់បានបាញ់ទៅបាយបាយអូធ្វើបានឡឡអរគុណម៉ាអ៊ំស្រីមកហើយអេអាណាលោកប៉ាក៏មិនដល់ផ្ទះហើយនៅតាមផ្លូវស្ទះខ្លាំងណាស់ពួកឯងមិនក៏យឺតយ៉ាងនេះហ៎ទៅត្រឡប់មកវិញហើយញ៉ាំស្រាហ៎ឯងនៅជាក្មេងស្រីម្នាក់សោះមិនក៏ញ៉ាំស្រាម៉ាមិនតែតនៅគេនោះទេពួកយើងនៅតាមផ្លូវក៏បានជួបនឹងពួកវិកលចរិតយកស្រាមកបាញ់ពួកយើងផ្លេផ្ដាបើឯងពីអ្នកបារម្ភមួយជីវិតនេះណាគឺជ្រើសរើសមនុស្សម្នាក់ដែលខុសគឺគ្មានប្រវត្តិគ្រួសារគ្មានសមត្ថភាពគឺឯងការពារប្រពន្ធខ្លួនឯងមិនបានទេអ៊ំស្រីថ្ងៃក្រោយខ្ញុំប្រកាសជាប្រយ័ត្នប្រយែងម៉ាអាកាសធាតុក្តៅយ៉ាងនេះមិនក៏មិនបើកម៉ាស៊ីនត្រជាក់ទេបើកម៉ាស៊ីនត្រជាក់ធ្វើអីខ្យល់បរិសុទ្ធល្អណាស់តាសន្សំចៃភ្លើងខ្លះប៉ាអញរកប្រាក់មិនងាយស្រួលទេបានហើយឆាប់ទៅមើលប៉ាអញទៅនៅឈរទៅនេះធ្វើអីប្រញាប់ទៅផ្លាស់ខោអាវទៅងូតទឹកឲ្យអាលញ៉ាំបាយ
អូឡើងទៅលើកុំភ្លេចបើកទូរស័ព្ទណាចូលមកចូលប៉ាអ៊ំប្រុសហើយគ្មានចិត្តអំណត់ធ្វើអ្វីទៀតទេតកូលឆើលចំពោះសម្ដីរបស់តកូលអ៊ីនេះកំពុងតែសម្លឹងយ៉ាងយកចិត្តទុកដាក់លោកស៊ីមានបញ្ហាបេះដូងឥឡូវគាត់បានស្លាប់បាត់ទៅហើយពួកឯងសុទ្ធតែដឹងហើយតាមមែនទេតែកូលស៊ីម្នាក់នេះស្លាប់ទៅក៏ល្អដែរយើងក៏ដឹងថាមានមនុស្សជាច្រើនកំពុងតែសម្លឹងមើលតែក៏មិនអាចការស្លាប់របស់គេអ្នកទាំងអស់គ្នាបើជាមិននិយាយនោះទេដូច្នេះហើយយើងយល់ថាពេលនោះគឺជាឱកាសល្អសម្រាប់ចាត់ការដីម្ដុំនោះពេលនេះកំពុងតែស្ថិតនៅក្នុងដៃប្រពន្ធគេដែលខាត់ត្រូវតែយកឲ្យបានម្សិលមិញបានទទួលទូរស័ព្ទមិត្តប្រុសខ្ញុំក៏ប្រញាប់ខលទៅលេខារបស់អ្នកស្រីស៊ីណាត់ជួបគ្នានៅថ្ងៃស្អែកកិច្ចការដែលស្អែកនេះត្រូវបញ្ចប់រួចរាល់នោះដាច់ខាតមិនរងចាំថ្ងៃខាងស្អែកនោះទេល្អណាស់ល្អត្បិតតែនិយាយថាអ្នកក្លាហានមិនខ្វល់ពីប្រវត្តិប៉ុន្តែមនុស្សម្នាក់មានប្រវត្តិល្អគឺគ្មានប្រវត្តិមិនល្អនោះទេទោះជាព្យាយាមខំប្រឹងយ៉ាងណាសមត្ថភាពលេចធ្លោយ៉ាងណាក៏មិនអាចលៀងជ្រះនៅភាពកខ្វក់បានដែរឯកសារទាំងអស់នេះយប់នេះពួកឯងទៅពីអ្នកពិនិត្យមើលបានច្បាស់លាស់តើស្រីម្នាក់នោះប្រុងពិភាក្សាជាមួយយើងដែរទេត្រូវចេះប្រើប្រាស់ដៃខាតមិនចាំបាច់ទុកមុខមាត់ឲ្យស្រីម្នាក់នោះឡើយលោកប៉ាពីមុនប៉ាបានរំលឹកតើតើនៅបញ្ហាវ៉ាន់ឈិននិងលីងធានណាមែនហើយលេងធានប្រសិនបើថ្ងៃស្អែកឯងយកបានដីតំបន់នោះយើងនឹងយល់ព្រមឯងរៀបការនឹងវ៉ាន់ឈិនអាយ៉ាបងចាត់ទុកថាវ៉ាន់ឈិនជារង្វាន់លើកទឹកចិត្តលេងធានជាមនុស្សរបស់ក្រុមហ៊ុនធ្វើកិច្ចការដើម្បីក្រុមហ៊ុនជាអ្វីដែលគេត្រូវធ្វើម៉ាតាមសមត្ថភាពរបស់លេងធានចំណូលរបស់គេនៅហូឡានេះពិតជាតិចពេកហើយពួកយើងគួរតែរកមធ្យោបាយរក្សាធនធានមនុស្សទើបត្រូវឯងពិតជាមនុស្សម្នាក់ដែលមិនចេះដឹងពីចំនួនមែនបើគេមិនចេះទ្រាំទេមិននឹងអាចយកនេះមកបានរបស់ហួងឡាងទៅអួតគ្រប់ទីកន្លែងទៅបានហើយនិយាយយកជាការចុះបានហើយអរគុណអ៊ំប្រុសដាច់ខាតមកធ្វើឲ្យអ៊ំអស់សង្ឃឹមនោះទេប៉ាអញ្ចឹងប៉ានិយាយត្រូវណាស់ខ្ញុំធ្វើជាសរសៃចុះអញ្ចឹងខ្ញុំទៅសិនហើយកុំទៅអីពួកឯងមនុស្សប្រុសមកមុនទាំងពីរនាក់ជាមួយនឹងមនុស្សស្រីមេម៉ាញ់ម្នាក់ដែលប្តីទើបនឹងស្លាប់អញនិយាយថាជោគជ័យអ្វីបានទៅរឿងបែបនេះគួរតែមនុស្សស្រីនិងមនុស្សស្រីនិយាយគ្នាឲ្យពួកគេនាំវ៉ាន់ជីងទៅជាមួយអ្នកស្រីស៊ីជួបនឹងវ៉ាន់ជីងហើយគេប្រកាសជាពេញចិត្តណាកូនម្នាក់នោះក៏ធានានូវសុវត្ថិភាពទាំងសងខាងរឿងនេះបើសិនជាជោគជ័យហើយនោះក៏មិនមែនសិតតែគុណសម្បត្តិរបស់អ្នកដទៃទេក៏តែអូននឹកឃើញទៅកើតរៀនសូត្រតាមបងហ៎ត្រឡប់ទៅវិញប្រាប់វ៉ាន់ជីងមួយម៉ាត់ទៅបានហើយតោះញ៉ាំបាយយើងចង់ងូតទឹកបន្តិចយើងក៏ចង់ដែរហ៎មកសុំទោសបាទហើយនៅសប្បាយជាមួយនឹងជីងហ្វាំងទៀតហើយមែនទេហើយក៏ពុទ្ធតែនៅជាមួយគេបោកប្រាក់គ្រួសារយើងទៀតហើយតែយកឈៀវខំខ្លាំងណាស់មុនព្រឹកព្រលឹមឲ្យនាំជីវ៉ាំងទៅគ្រួសារឈៀវវិញតែខ្ញុំធ្វើបែបនេះដែរហើយចង់ធ្វើឲ្យប៉ាខឹងនេះជាបំណងរបស់ពួកឯងទាំងពីរមែនទេអាហ្វាណាមានរឿងធំហើយតែសាសិចទៅមានធ្វើអ្វីគឺខឹងស្លាប់មែនដែរទេដូចជាមិនធន់ធ្ងរដល់ថ្នាក់នេះទេមានបញ្ហាដឹងថាឯងទិញដីខាងក្លឹបកំសាន្តនោះបាត់បញ្ជាឯងត្រឡប់ទៅផ្ទះមុនថ្ងៃរះមិនចឹងទេគាត់ប្រកាសជាចាត់ការឯងហើយប៉ារបស់ជើងលេងទៅរួចអ្នកដែលលេងរួចនោះខ្លាចតែប៉ារបស់នោះទេប៉ុន្តែត្រកូលឈាននោះកំពុងតែរងចាំជើងបងប្រុសបងធ្វើឲ្យអ្នកណាស្លាប់មិនខ្វល់ទេសុំបងណាទុកផ្លូវរស់ឲ្យប៉ាយើងទៅយើងមានតែឪពុកម្នាក់ទេគាត់គឺចង់ពរចាយទៀតខ្ញុំសុំបងសុំបីតែប្អូនស្រីរបស់យើងអាចចាត់ការបានផងធ្វើយ៉ាងម៉េចមានចៅគាត់ពរបានទៅគួរតែនិយាយត្រឹមត្រូវវិញមុខរបរតកូលអ៊ីនោះគឺយើងបានជួយត្រួសត្រាយហើយយើង
បានយកឯកសារខ្មៅរបស់លោកស្រីស៊ីដាក់នៅដំណេកឯងហើយឯកសារខ្មៅហេកែសម្ផស្សប្រវត្តិហើយចាសហายស្មន់អូចា Yes ចំណាយ30,000ទិញមកសាកសមរូបសហายស្មន់នេះឯងទិញបានហើយប្រុសលួចលាក់នោះក៏មិនមែនជាប្រុសល្អដែរមនុស្សស្រីសម័យនេះពិតជាចំមែនហើយត្រូវតែប្រយ័ត្នញាក់ខ្លួនត្រូវប្រញាប់ញាក់ខ្លួនដឹងថាកំពុងតែសម្លាប់ខ្លួនទេអត់ត្រៃមានដៃគូប្រកួតប្រជែងទៀតដែរទេសម្ព័ន្ធហ្វឡាំងសៀចុងឡាំងសៀចុងឡាំអាឡូនៅមិនទាន់គេងទេមែនទេបងកំពុងតែជាប់ការងារបងប្រកាសជាចូលរួមថ្ងៃខួបកំណើតរបស់អូនតើអូនមានចាំទេឆ្នាំតែនៅថ្ងៃនេះអាឡូចេញដំណើរហើយនៅខ្ញុំមិនទៅទេពេលនេះកំពុងនៅតាមផ្លូវទៅផ្ទះតើយើងយកមិញបានបិទទូរស័ព្ទខ្លាចគាត់ជាមួយនឹងប៉ាឯងរៀបចំអ្វីសម្លាញ់ទៅឯងពេលនេះយើងត្រឡប់ទៅវិញហើយចាំមិញហ្នឹងរកឃាតករសម្លាប់យើងមែនដែរទេហ្នឹងទុកចិត្តចោះបាបកម្មគឺមានណាបងពិតជាមានថ្ងៃនោះយើងនឹងនាំឯងទៅស្លាប់ជាមួយយើងស្រឡាញ់ឯងស្ទើរស្លាប់ទៅហើយអញ្ចឹងគួរតែដកខ្លួនចេញទៅនិយាយរឿងត្រឹមត្រូវបន្តិចណាយើងបានពិនិត្យឃើញតកូលសៀចាត់មនុស្សទៅគឺជាខ្លាឃ្មុំមួយចេះក្បាច់គុណលោកស្រីស៊ីបងយីងសួស្ដីម៉ាក់តាញ់តែនឹកដល់អ្នកនាងមែនហើយម៉ាក់អញព្រឹកមិញនេះបានទូរស័ព្ទមកអ្នកនាងចូលរួមក្នុងកម្មវិធីឡើងស៊ីងវ័នគេខ្លាចមីងនៅផ្ទះគិតអ្វីផ្ដេសផ្ដាសមីងបានចូលព្រមនឹងម៉ាក់អញហើយចូលរួមសកម្មភាពលើកនេះអញ្ចឹងគឺល្អណាស់ម៉ាក់ខ្ញុំនឹងលែងមានអ្វីបារម្ភហើយលោកស្រីស៊ីសូមលោកស្រីកាត់ចិនអរគុណអញហើយណាលោកស្រីស៊ីសួស្ដីវ៉ាន់យ៉ាងសួស្ដីលោកស្រីស៊ីខ្ញុំណែនាំឲ្យលោកស្រីស្គាល់គាត់គឺជាអគ្គនាយករងរបស់ក្រុមហ៊ុនសម្ព័ន្ធសៀឡាងអូសួស្ដីលោកស្រីស៊ីសួស្ដីស្វាមីខ្ញុំកាលនៅរស់បានប្រាប់ខ្ញុំថាសៀងចង្លាជាក្មេងម្នាក់ត្រកូលម៉ក់ជាមនុស្សដែលមានថ្វីដៃពូកែនណាម្នាក់នោះគឺជាឯងហើយមែនទេអាយ៉ាពិតជាមនុស្សដែលមានចំណេះដឹងមែនអ្នកស្រីស៊ីសរសើរពេកហើយកន្លែងដែលអញអង្គុយនេះជាកន្លែងដែលស្វាមីខ្ញុំធ្លាប់អង្គុយនេះជាកន្លែងដែលនាយកស៊ីននិយាយពីចំនួនមែនដែរទេសួស្ដីអ្នកស្រីស៊ីខ្ញុំជាកូនប្រុសរបស់ស៊ីជាអ៊ីងសួស្ដីស្រីស្អាតពួកយើងជួបគ្នាទៀតហើយខ្ញុំបានមកទីនេះទាំងអស់ដើម្បីអញ្ជើញអ្នកស្រីស៊ីពិសាហាបើសិនជាអ្នកស្រីមិនប្រកាន់ទេនោះខ្ញុំចង់ជើញពួកគាត់ទាំង3នាក់ចូលរួមដែរ
អាល្អិតអញនេះមិនត្រឹមតែចេះធ្វើម្ចាស់កម្មវិធីនៅចេះធ្វើជាភ្ញៀវថែមទៀតបានតាអ្វីដែលអញរៀបចំនេះនោះយើងនឹងសហការជាមួយឯងមើលទៅតើឯងមានបំណងធ្វើស្អីទៀតបានណែឆាប់រៀបចំអាហារពេលព្រឹកហើយនៅមានបង្អែមទៀត strawberry ទឹកមាត់ត្រចៀកកម្មទៀតសុំមីលឿនបាទខ្ញុំដឹងហើយមើលទៅឯងបានយល់ពីខ្ញុំច្បាស់លាស់ណាស់គឺជាប្រធានម្នាក់នោះគាត់ប្រាប់ខ្ញុំថាអ្នកស្រីចូលចិត្តអ្វីដែលពេញចិត្តខ្ញុំក៏រៀបចំទៅតាមចំណូលចិត្តរបស់អ្នកស្រីពីមុនយើងនឹងស្វាមីរបស់យើងនៅក្នុងការញ៉ាំអាហារបានធ្លាប់ជួបនឹងឪពុករបស់ឯងពីលើកគាត់ពិតជាមានទេពកោសល្យនៅក្នុងពិភពជំនួញស្មានមកដល់ថាកូនប្រុសរបស់គាត់ដូចជាគាត់យ៉ាងអញ្ចឹងគឺលេចធ្លោខុសគេមានមធ្យោបាយនោះទេវាជាអំណោយផលពីកំណើតនោះទេអ្នកខ្លះគេចូលចិត្តស្លៀកពាក់អាវធំដូចជាលក់ធានារ៉ាប់រងអញ្ចឹងលោកចាស់និយាយចំនួនគ្មានបានការអ្នកចេះរកស៊ីទៅជាមនុស្សលោកស្រីស៊ីបើមិនអញ្ចឹងពួកយើងគួរតែចាប់ផ្ដើមទៅទីផ្សារនៅក្នុងការសហការរបស់ពួកយើងអំបញ្ញមិញនេះខ្ញុំគ្មានឱកាសជូននាមបានដល់លោកស្រីខ្ញុំឈ្មោះថាម៉ុកលីងធានតំណាងឲ្យសម្ព័ន្ធហ៊ូឡាអ្នកប្រុសឆាតើឯងនិយាយបានដែរទេថាឯងត្រៀមទិញដីនេះត្រៀមសម្រាប់ប្រើប្រាស់អ្វីដែរមិនទាន់នឹកឃើញនៅឡើយទេបើមិនចឹងគួរតែក្លឹបកំសាន្តខ្ញុំបានមើលទស្សនាវដ្តីកំសាន្តហើយអាងហែទឹកជាមួយនឹងនារីមួយវងបន្លែងគ្នាលេងយ៉ាងម៉េចឯងគិតថាខ្លួនឯងនេះ007ទីនេះគ្មាននរណាម្នាក់ដឹងពីមុខមាត់ពិតរបស់អ្នកប្រុសឆែលគឺអាម៉ាដូនតា18ចំនួនខ្ញុំស្មានថាអ្នកប្រុសសៀលមិនចេះនិយាយទេអូសុំទោសផងអ្នកប្រុសសៀលពិតជានិយាយអស្ចារ្យមែនមិនធម្មតានោះទេតែបើសិនជាខ្ញុំថតខ្សែភាពយន្តនោះខ្ញុំប្រកាសជិញ្ជើញអ្នកប្រុសថតតួអារូមែនឬក៏កុងហ្វូផេនដាគឺបែបនេះគឺមិនចាំបាច់តុបតែងខ្លួនច្រើនទេមើលចុះសាច់ដុំនៅទីនេះមានប្រាថ្នាដែរទេឯងចង់សាកល្បងដែរទេសាកល្បងបានដែរបងប្រុសមិនអីទេលេងសើចជាមួយទេបងជាថ្ងៃនេះអ្នកទាំងអស់គ្នាអង្គុយរួមគ្នាយើងប្រកួតប្រជែងដោយយុត្តិធម៌ចុះលោកម្នាក់នេះគឺពឹងទៅលើការតាក់ទងជាមួយនឹងកូនស្រីគ្រួសារស៊ីរយៈពេល3ឆ្នាំរួចឈោងកាន់តំណែងអគ្គនាយករងគឺលោកសៀធានលីងយ៉ាក្រាន់បាមានឋានៈគួរសមស្មានមកដល់ឋានៈប្រុសឆែលគឺជាមនុស្សម្នាក់ដែលល្អនិងរៀនសូត្រច្រើនទៀតគួរស្ដាយមែនដែលខ្ញុំមានសព្ទាល្អមួយជីវិតនេះគឺគ្មានឱកាសធ្វើជាជំនួយបានដៃខ្នងដៃនោះទេបើមិនចឹងទេខ្ញុំប្រកាសជារៀនសូត្រជាមួយលោកបានល្អបានហើយពួកយើងគួរតែនិយាយរឿងត្រឹមត្រូវវិញបងក្រេស៊ីយ៉ាងម៉េចដែរមានគូប្រជែងម្នាក់ទៀតតម្លៃអាចងាយស្រួលពិភាក្សាបន្តិចអញ្ចឹងអ្នកទាំងពីរតើនរណាជជែកគ្នាជាមួយលោកស្រីមុនទៅថ្ងៃនេះខ្ញុំជាអ្នកជើញអញ្ចឹងខ្ញុំគឺជាម្ចាស់ទាំងអស់គ្នាគឺជាភ្ញៀវសូមជើញលោកស្រីស៊ីទីតាំងដីនៅតំបន់នោះកាលពីមុនយើងបានពិភាក្សានៅអគ្គនាយកស៊ីយូរមកហើយនាយកស៊ីគឺតែងតែអល់ឯករហូតរក្សាដីម្ដុំនោះជាដីជាទីស្រឡាញ់របស់គាត់គឺគាត់មិនដែលចិត្តពីដីដែលមានអាកាសធាតុល្អមួយនោះប៉ុន្តែសម្ព័ន្ធហេឡារបស់ពួកខ្ញុំធានារ៉ាប់រងរបស់ពួកយើងនឹងមិនបំផ្លាញបរិស្ថាននៅតំបន់នោះជាដាច់ខាតជឿខ្ញុំចុះមនុស្សស្លាប់ទៅហើយនៅមានអារម្មណ៍គិតពីរឿងឋានសួគ៌ស្អីទៀតទេមនុស្សស្លាប់ប្រៀបដូចជាចង្គៀងរលត់ប៉ុន្តែចំពោះមនុស្សដែលនៅរស់គ្រាប់ដែលហោះកាត់បន្សល់សំឡេងអារម្មណ៍របស់អ្នកដែលមិនទាន់ចែកឋានទើបត្រូវការលួងលោមជាពិសេសពិតជាមើលមិនដឹងថាលោកស្រីស៊ីចំពោះនាយកស៊ីគឺពិតជាមានមនុស្សចេតនាមែនគេនិយាយថាភ្ញៀវមុនតាអ្នកប្រុសឆែលជត់ចិត្តសម្ដែងអញ្ចឹងតាទៅចង់ថតភាពយន្តនាយកស៊ីថ្ងៃនេះពិតជាសូមអរគុណដល់សម្ព័ន្ធហួរឡាយណាដែលមានការរាក់ទាក់ប៉ុន្តែដីម្ដុំនេះគឺជាទីតាំងដែលស្វាមីរបស់ខ្ញុំពេញចិត្តជាទីបំផុតបើសិនជាលោកវានោះខ្ញុំពិតជាភ័យខ្លាចថាមិនគប្បីចំពោះគាត់អ្នកស្រីស៊ីចាំបីរក្សាគេឈ្មោះដ៏ល្អនេះធ្វើស្អីទៅខ្ញុំដឹងថាលោកស្រីមានប្រវត្តិមិនល្អ
ដូច្នេះហើយគ្រួសារសៀទាំងមូលមិនយកចិត្តទុកដាក់នឹងអ្នកស្រីការពិតប្រវត្តិរបស់ខ្ញុំក៏មិនល្អដែរហត្ថថាពួកយើងគឺឈោងទៅកាន់ទីតាំងខ្ពស់យ៉ាងណាគឺសុទ្ធតែមានមនុស្សដែលមើលស្រាលពួកយើងរហូតគេចង់បោះអាក្រាតប្រវត្តិរបស់ពួកយើងគឺធ្លាប់ប្រឹងប្រែងចំណាយកម្លាំងប៉ុណ្ណាអ្វីដែលពួកយើងខំប្រឹងនោះទោះជាខំប្រឹងសន្សំរហូតមកបានត្រឹមតែធ្វើសង្គ្រាមតែម្នាក់ឯងគ្មានមនុស្សអាចយល់តើវាយ៉ាងម៉េចពួកយើងមិនចាំបាច់អ្នកដទៃវាយតម្លៃទេលោកស្រីស៊ីសូមលោកស្រីកុំប្រកាន់ឲ្យខ្ញុំនិយាយស្ដីមិនព្រោះអីលោកបានយកយល់នៅអ្វីដែលស្ទើរទាំងអស់ប្រកួតជូនមនុស្សចាស់នាយកស៊ីនេះគេបានក្តាប់យកពេលវេលាដ៏ស្រស់ស្អាតពេញមួយជីវិតប៉ុន្តែចាត់ទុកថាគេនៅមានចិត្តប្រកួតសិទ្ធិភាគហ៊ុនធំបំផុតតកូស៊ីជូនលោកស្រីតែនេះគឺជាអ្វីដែលលោកស្រីអាចទទួលដែលនេះគឺជារបស់លោកស្រីទៅហើយលោកស្រីចង់លក់ក៏បានមិនលក់ក៏បានមិនចាំបាច់ខ្លាចអ្នកដទៃនិយាយអាក្រក់នោះទេលោកស្រីស៊ីរស់នៅត្រូវតែមានកិត្តិយសបើសិនជាលោកស្រីលក់ដីតំបន់នេះក្នុងតម្លៃល្អនោះកូនប្រុសស្រីរបស់នាយកស៊ីមិនហ៊ានមើលស្រាលលោកស្រីនោះទេផ្ទុយទៅវិញអ្នកទាំងអស់គ្នានឹងត្រូវអរគុណលោកស្រីយកផលប្រយោជន៍ទៅកាន់គ្រួសារស៊ីលោកមកការរកស៊ីគឺជាការរកស៊ីតម្លៃដែលហួរឡានបានបញ្ចេញពិតជាមិនដូចអ្វីដែលពួកយើងបានគិតនោះទេលោកស្រីស៊ីត្បិតតែជាម្ចាស់ភាគហ៊ុនដ៏ធំប៉ុន្តែកូនភរិយាមុនរបស់លោកនាយកក៏មានភាគហ៊ុនដែរដូច្នេះគាត់ក៏មានសិទ្ធិផ្ដោតយោបល់បន្តមកទៀតខ្ញុំចង់និយាយចំណុចនេះហើយនាយកស៊ីគឺបានចែកឋានបច្ចុប្បន្ននេះសម្ព័ន្ធគ្រួសារស៊ីអ្នកស្រីស៊ីនិយាយយកជាការប៉ុន្តែកូនប្រុសប្រមាណអ្នករបស់គាត់គឺដៃខំមិនអាចទទួលយកបណ្ដាចង់នៅក្មេងយ៉ាងនេះទេការដណ្ដើមទ្រព្យសម្បត្តិនេះគឺជារឿងមុនហើយនៅក្រោយដូច្នេះហើយខ្ញុំសូមដាស់តឿនអ្នកស្រីស៊ីបញ្ញាប់លក់ដីនៅតំបន់នេះសម្ព័ន្ធតកោហូឡង់ពួកយើងយល់ព្រមក្នុងតម្លៃទិញ 16000 ក្នុង1ម៉ែត្រការ៉េម្យ៉ាងវិញទៀតទុនប្រាក់ឯកជនសម្រាប់លោកស្រីស៊ី1លានការពីអនាគតបើសិនត្រូវគេបណ្ដឹងចេញក៏មានប្រាក់មួយចំនួនការពារខ្លួនដែរពិតជារំភើបវាយប្រហារផ្លូវចិត្តអ្នកប្រឆាំងធ្វើខុសវិន័យទៀតហើយយើងនឹងជួយគេទៀតគឺដើម្បីទទួលបានដីនេះនៅនិយាយច្រើនទៀតគិតថានឹងចង់ជួយគេមិនអាយនោះទេអរគុណដែលអ្នកប្រមានចិនមនុស្សស្រីគឺល្ងងប៉ុន្តែខ្ញុំឆ្លាញ់ឯរៀបការជាមួយខ្ញុំបានទេអ្នកប្រឆាំងសូមនិយាយគួរសមបន្តិចទៅបានទេបានហើយអ្នកទាំងពីរពេលនេះកំពុងតែជជែកពីការរកស៊ីនាយកឆែលសូមនិយាយពីលក្ខខណ្ឌរបស់អ្នកប្រុសម្ចាស់បានពីនេះដល់ពេលខ្ញុំអំបញ្ញមិញលោកមកក៏និយាយដល់ការដណ្ដើមទ្រព្យសម្បត្តិនិយាយពីចំណុចសំខាន់ទុំនឹងនេះក៏បានលាក់បាំងនៅលោកស្រីស៊ីគឺជាមនុស្សស្រីម្នាក់ដែលល្ងងទៀតផងកូនប្រុសប៉ុន្មានអ្នកនោះគឺសិតតែជាកូនប្រុសអត់បានការនោះទេខ្ញុំគឺជាកូនប្រុសដែលបំផ្លាញប្រកាសជាមានអារម្មណ៍ដូចគ្នាមានប្រាក់តែគិតយ៉ាងម៉េចទេមានប្រាក់ច្រើនកាន់តែល្អប្រាក់មួយសេនក៏មិនសាញ់ថាតិចប្រាក់មួយកោតក៏មិនសាញ់ថាច្រើនអ្នកស្រីគិតថាប្រាក់នៅសមនោះអាចរក្សាសុវត្ថិភាពប្រាក់ទាំងនោះគឺទោះជាអ្នកស្រីមិនព្រមចាយក៏ត្រូវតែអស់ដែរក៏ប៉ុន្តែប្រុសសង្ហាតែនៅក្បែរខ្លួនរបស់អ្នកស្រីមុននឹងក្រោយប្រកាសជាអាចជួយខ្ញុំគឺជួយគិតគូរការរស់នៅថ្ងៃក្រោយអាចថាលោកស្រីយល់ព្រមលក់ដីនោះឲ្យខ្ញុំប្រកាសជាឲ្យអ្នកស្រីធ្វើជាម្ចាស់ភាគហ៊ុនប្រាក់ខែកើនឡើងចាយមួយជីវិតក៏មិនអស់ហើយម្យ៉ាងទៀតនោះខាត់បងគឺខ្ញុំរ៉ាប់រងចំណេញគឺចាយគ្នាអ្នកស្រីសហការជាមួយខ្ញុំប្រកាសជាល្អអ្នកណាចង់ប្រឆាំងជាមួយខ្ញុំទៅគ្មានផ្លូវទេខ្ញុំគឺជាខ្នងបង្អែកសម្រាប់លោកស្រីខ្ញុំនិយាយចាប់ហើយពេលនេះគួរតែសម្រេចចិត្តស្មានមកដល់ថាគេក៏មានឯកសារសម្ងាត់ដែលប៉ាព្រមប្រគល់ឲ្យឯងដែរសុំតើអ្នកទាំងអស់គ្នាខ្ញុំសុំតើបន្តតឹងតែងបញ្ជាក់បន្តិចមានមនុស្សប្រមាណអ្នកទិញឯកសារទាំងអស់នេះមិនមែនទេ
សុំទោសផងខ្ញុំទទួលទូរស័ព្ទបន្តិចអាយ៉ាធ្វើខ្ញុំផ្ទះសាហើយសុំទៅលុបមកសិននេះក៏មិនអាចបន្ទោសខ្ញុំដែរអ្នកណាឲ្យប្រាក់មកខ្ញុំនឹងឲ្យឯកសារសម្ងាត់ទៅគេបើសិនជាលោកមានប្រាក់កាន់តែច្រើនខ្ញុំនឹងមានឯកសារដ៏ល្អជាងនេះលក់ឲ្យលោកទៀតផងអាឡូហេចាហើយមកដល់ហើយលោករវល់ក៏រវល់ចុះណែកបជួនចឹងនេះលទ្ធផលចាំមិនហើយលទ្ធផលពិបាកណាស់ណែយ៉ាណែយ៉ាតដៃហ៊ានតដៃផងកំបាយបានលើជង្គង់ចុះស្លាប់ទៅថោកទៀតស្លាប់ទៅចឹងណែកំតល់គេចឹងប្រយ័ត្នជាប់គុកទៅដល់ជើងចុះបានហើយលេចក៏លុចពេកហើយមិនណៃទេមែនលោកចាំឲ្យហើយនឹងទៅស្លាប់ទៅខ្ញុំសុំបងវ៉ាប្រយ័ត្នវាងាប់សំទោសភ្លេចស្លាប់ទៅមិនបានជាវាយខ្ញុំដើម្បីគុណធម៌សួស្តីនេះជាកាសែតអ្នកនាងអរគុណអាឡូសួស្តីនាយកឆែលរំខានលោកហើយខ្ញុំគឺវ៉ាន់ឆេងដែលធ្លាប់តែសម្ភាសលោកនោះអីគឺយ៉ាងនេះទេថ្ងៃនេះខ្ញុំបានមើលកាសែតនិយាយថាសម្ព័ន្ធប្រកុលឆែលបានវិនិយោគក្នុងចំនួនក្លឹបកំសាន្តប៉ុន្តែព័ត៌មានដែលខ្ញុំទទួលបាននៅថ្ងៃនេះនិយាយថាកូនប្រុសរបស់លោកឆែលជីងហ្វាងកំពុងតែពិភាក្សាការទិញដីជាមួយលោកស្រីប្រកុលស៊ីបញ្ហានេះនៅនាយកជាអ្នកគ្រប់គ្រងមែនទេមិនបានចៃនៅទីនេះបើឡើងឆ្លងកាត់ទីនេះក៏ចូលបន្ទប់ទឹកទៅជាងប្រាប់ឯងប្រហែលលើហើយញ៉ាំគ្រឿងសមុទ្រត្រូវតែចំណឲ្យឆ្អិនយើងដឹងហើយមានលេងដៃដល់ទីហ្នឹងពុតជគួយខ្ពើមអាយ៉ាស្រួលខ្លួនលោកស្រីស៊ីបើសិនជាលោកស្រីចង់ចូលភាគហ៊ុនសម្ព័ន្ធហូឡង់ពួកយើងប្រកាសជាមិនបដិសេធនោះទេពីដែរស៊ូអឺសហការកាន់តែច្រើនកម្លាំងពួកយើងគឺកាន់តែធំលោកស្រីស៊ីសហការជាមួយនឹងពួកយើងយ៉ាងណាក៏មានសមត្ថភាពជាងសហការជាមួយនឹងកូនប្រុសដែលអត់បានការដែរខ្លាចក្រែងថាមនុស្សអត់បានការនិងមនុស្សអត់បានការនៅជាមួយគ្នាថាមិនត្រូវណាអ្នកប្រុសឆែលតើប្រាក់នៅក្នុងការចាយវារបស់អ្នកប្រុសគ្រប់គ្រាន់ដែរទេខ្ញុំខ្លាចតែអ្នកប្រុសគ្មានថ្លៃសម្រាប់គិតប្រាក់សម្ព័ន្ធតកូឆែលមានការចាប់អារម្មណ៍នៅក្នុងការវិនិយោគក្លឹបកំសាន្តសូមបញ្ជាក់ថាវាមិនតេតើនឹងតកូឆែលឬក៏ជាប់ពាក់ព័ន្ធនឹងអ្វីឡើយគោលការណ៍ប្រកាសនៅក្នុងគម្រោងមួយនេះរួមទាំងការប្រកាសរាល់ព័ត៌មានតេតើនឹងវិនិយោគក្លឹបកំសាន្តទាំងអស់ចាត់ទុកថាមិនបានការសូមអ្នកប្រុសមើលបន្តិចទៅម៉ាញ់នេះខ្ញុំបានទូរស័ព្ទតេតើនឹងសួរឪពុករបស់អ្នកប្រុសហើយម្យ៉ាងទៀតខ្ញុំបានអាត់នៅសំឡេងទូរស័ព្ទទៀតផងអាឡូអ្នកស្រីស៊ីកុំរវល់នឹងកូនអកតញ្ញូម្នាក់នេះអីគេនិយាយយ៉ាងម៉េចក៏ដោយកុំរវល់នឹងគេគ្មានប្រាក់ទេបានហើយខ្ញុំយល់ហើយអ្នកប្រុសឆែលអ្នកប្រុសយកកិត្តិយសរបស់អ្នកប្រុសមកលេងសើចពិតជាកូនប្រុសបំផ្លាញគ្រួសារមែនកូនរបស់យើងនោះអ្នកណានៅក្នុងដៃក៏មានភាគហ៊ុនអចលនទ្រព្យឯអ្នកប្រុសលេងល្បែងគ្មានដើមទុនល្អណាស់ដែលខ្ញុំមិនចាញ់ឲ្យបាល់កលនេះអ្នកប្រុសបែរជានិយាយរឿងអត់បានការពេញមួយព្រឹកមើលចុះអាហារពេលព្រឹកក៏មិនបានញ៉ាំដែរការពិតអ្នកប្រុសឆើមិនមែនមកទិញដីនោះទេគឺមកកុហកយកដីពីពិតជាមិនសមរម្យតើសោះសំទោ sorry អ
អាយ៉ាបងមិនតន់ទៅធ្វើការទៀតទេចិត្តម៉ោង10ហើយណាបងមិនទៅពួកទាំងអស់នោះគឺលួចខ្ជិលហើយរងចាំពួកគេប្រាប់ដំណឹងល្អបញ្ហាយកដីនោះពេលនេះមិនទាន់អាចប្រកាសនៅក្រុមហ៊ុនបាននៅឡើយទេបងមិនដឹងថារឿងនេះអាចសម្រេចជោគជ័យបាននោះហ៎អូនបានមើលអត្ថបទកាសែតគ្រប់មុខហើយឬនៅឈៀវជីងអ៊ីបដិសេធនៅក្នុងរឿងនេះខ្ញុំយល់ថាបងនេះពិតជាចោលមែនរឿងនេះលោកស្រីស៊ីទើបទូរស័ព្ទមកប្រាប់ខ្ញុំចង់ផ្ដល់ភាពភ្ញាក់ផ្អើលឲ្យបងសូម្បីឱកាសនេះក៏មិនទុកឲ្យខ្ញុំដែរលើកក្រោយចុះ